ការសិក្សាមុខជំនាញដែលបងអូនជឿរើសមួយនេះគឺក្នុងគោលបំណងអ្វីហើយចង់ធ្វើការតាក់ទងទៅនឹងជំនាញមួយនេះនៅក្នុងវិស័យអ្វីនៅពេលដែលនាងខ្ញុំចោទជាសំណួរបែបនេះគឺខ្ញុំចង់ដឹងអំពីគោលបំណងរបស់គាត់ហើយនៅពេលនោះគាត់នឹងឆ្លើយមកកាន់យើងអំពីគោលបំណងរបស់គាត់ហើយថាគាត់ចង់ធ្វើអីមានអ្នកស្រឡាញ់នៅផ្នែកបើវិស័យច្បាប់មានគ្រប់រូបភាពទាំងអស់ដែលគាត់ឆ្លើយមកកាន់យើងចា៎ក៏ប៉ុន្តែនៅពេលដែលគាត់ឆ្លើយមកកាន់យើងខ្ញុំចង់ជាសំណួរទៅកាន់គាត់តាក់ទងទៅនឹងថាតើដើម្បីឲ្យបានទៅដល់គោលដៅហ្នឹងតើបងអូនដឹងទេខ្ញុំសួរទៅលើចំណុចដែលតាក់ទងទៅនឹងការឆ្លើយតបទៅលើវិស័យមួយដែលគាត់ចង់បំពេញបំណងនេះពេលអនាគតតាក់ទងនឹងវិស័យការងារមានបងប្អូនមួយចំនួនគាត់ក៏ឆ្លើយថាគាត់ចង់ធ្វើមេធាវីចៅក្រមរាជអាជ្ញាចាមន្ត្រីរាជការរូបភាពដែលគាត់ឆ្លើយតបទាំងប្រមាណនាងខ្ញុំក៏ចោទជាសំណួរទៅកាន់គាត់ថាតើជំរឿសសំណួរមួយតាក់ទងទៅនឹងគោលបំណងរបស់ជំនាញគាត់នឹងតើបងអូនអាចដឹងទេថាតើតាក់ទងទៅនឹងជំនាញរបស់បងអូនដែលចង់សិក្សានោះត្រូវសិក្សាអំពីអ្វីខ្លះហើយកន្លែងដែលបងអូនចង់ទៅនឹងតើនៅក្នុងនោះមានជំនាញអ្វីខ្លះហើយបងអូនអាចដឹងទេអំពីបញ្ហាប្រឈមតាក់ទងនឹងជំនាញរបស់បងអូនដែលបងអូនទៅជ្រើសយកជំនាញមួយនេះឬក៏ទៅធ្វើការនឹងឯកទេសមួយនេះឲ្យគាត់ឆ្លើយតបទៅនឹងសំណួររបស់យើងនៅពេលនោះមានច្បាស់ជាមាននិស្សិតមួយចំនួនគាត់ឆ្លើយបាននិងនិស្សិតមួយចំនួនគាត់អត់ទាន់ដឹងទិសដៅនៅឡើយទេមាននិស្សិតខ្លះគាត់ឆ្លើយមានរបៀបរបបរបស់គាត់ដែលគាត់តម្រង់ទិសដោយខ្លួនឯងហើយក៏មាននិស្សិតមួយចំនួនគាត់ឆ្លើយដោយថាចាំរៀនចប់ចាំគាត់ចាប់ផ្ដើមគិតគូរតាក់ទងទៅនឹងការដែលជ្រើសរើសឯកទេសឬក៏ក្របខ័ណ្ឌណាមួយនៅពេលគាត់រៀនចប់នៅពេលនេះនាងខ្ញុំលើកជាឧទាហរណ៍តែម្ដងតាក់ទងទៅនឹងឧទាហរណ៍នោះគឺផ្ដោតគោលដៅសំខាន់បំផុតគឺផ្សារភ្ជាប់ទៅនឹងខ្លឹមសារនៃកម្មវត្ថុនៃមេរៀនរបស់គាត់តែម្ដងឬក៏តាក់ទងជំនាញរបស់គាត់តែម្ដងដូចជាឧទាហរណ៍តាក់ទងទៅនឹងចំណុចសំខាន់មួយដែលខ្ញុំចង់និយាយពីបញ្ហាគោលដៅគឺលើកឧទាហរណ៍តាក់ទងទៅនឹងប្រព័ន្ធសង្គមនេះខ្ញុំចោទជាសំណួរទៅកាន់គាត់ថាតើបងប្អូនអាចដឹងទេថានៅក្នុងសង្គមយុគបច្ចុប្បន្ននេះតើបងប្អូនប្រជាពលរដ្ឋឬក៏បងប្អូននិស្សិតទាំងអស់គ្នាគាត់ចូលចិត្តឬក៏ទស្សនាឬក៏មើលឬក៏កំសាន្តទៅលើអ្វីជាងគេនៅក្នុងប្រព័ន្ធ social media ចាពេលនោះបងប្អូននិស្សិតគាត់ឆ្លើយតបតាមបែបរូបភាពផ្សេងគ្នាតែភាគច្រើនដែលខ្ញុំប្រមូលទិន្នន័យមកមានដូចជាគាត់ចូលចិត្តមើលទៅលើការលក់អនឡាញឬក៏តាក់ទងទៅនឹងកំ pl ែងចាដោយសារអីដោយសារកត្តាអាយុរបស់គាត់តាក់ទងទៅនឹងអាយុផងតាក់ទងនឹងកត្តាផ្លូវចិត្តរបស់គាត់ផងទើបធ្វើឲ្យគាត់ចូលចិត្តមើលទៅលើចំណុចទាំងអស់នេះហើយខ្ញុំក៏ចោទជាសំណួរនឹងលើកឧទាហរណ៍ទៅកាន់ចំណុចទាំងអស់នោះឲ្យគាត់យល់ច្បាស់ថាតាក់ទងទៅនឹងការដែលគេធ្វើតាក់ទងប្លុកផ្ដោតទៅលើឧទាហរណ៍កំ pl ែងឬក៏អនឡាញតើបងប្អូនដឹងទេថាបងដែលសង្កេតមើលទៅលើការ share ឬក៏ view របស់គេទេចាគាត់ក៏ឆ្លើយតបថាគាត់បានមើលហើយខ្ញុំសួរថាតើនៅក្នុងសម័យនេះតើតាក់ទងទៅនឹងវិស័យផ្ដោតគោលដៅទៅលើការថត blog ឬក៏តាក់ទងទៅនឹងការរកស៊ីចំនួនផ្សេងហ្នឹងតើគោលបំណងរបស់គេចង់បានអីគាត់ទាំងអស់គ្នាអាចឆ្លើយជាមួយនឹងយើងថាពួកគាត់ចង់បានលុយចា view ឬក៏ share ដើម្បីបានប្រាក់ចាខ្ញុំក៏ឆ្លើយប្រាប់បញ្យល់ទៅកាន់គាត់វិញថានេះហើយជាគោលដៅនៅពេលដែលគាត់បង្កើតគោលដៅឬគោលបំណងរបស់គាត់មួយដែលគាត់ចង់បានគាត់នឹងសិក្សាពីមជ្ឈដ្ឋានជុំវិញទាំងអស់ឲ្យបានដឹងថាតើនៅពេលណាដែលបងប្អូនចូលចិត្តទស្សនាតាក់ទងទៅនឹង blog របស់គាត់ឬក៏តាក់ទងការផ្សាយពាណិជ្ជកម្មរបស់គាត់ដឹងច្បាស់តាក់ទងនឹងចំណុចសំខាន់ដូចជាតាក់ទងទៅនឹងពេលវេលាតាក់ទងចំណង់ចំណូលចិត្តតាក់ទងទៅនឹងផ្លូវចិត្តរបស់
ប្រជាពលរដ្ឋនិងកត្តាអាយុក្មេងនិងតាក់ទងនឹងចំណេះជំនាញក្មេងក្នុងវិស័យបច្ចុប្បន្នចូលចិត្តអីគាត់សិក្សាជិះពីជំនាញនឹងស៊ីជម្រៅទើបគាត់បង្កើតជាគោលបំណងនិងកម្មវត្ថុរបស់គាត់ពេលនោះគាត់យល់ដែរអំពីគោលដៅថាតើគោលដៅហ្នឹងគេធ្វើដើម្បីអីហើយដើម្បីឲ្យបានដល់គោលដៅតើយើងត្រូវសិក្សាស្វែងយល់ពីអីខ្លះចំណុចហ្នឹងគឺជាចំណុចសំខាន់សម្រាប់គាត់ទាញឧទាហរណ៍ឲ្យចូលទៅក្នុងខ្លឹមសារនៃមេរៀនរបស់គាត់តែម្ដងនិងផ្លូវចិត្តផ្លូវអារម្មណ៍របស់គាត់ធ្វើឲ្យគាត់គិតហើយនឹង research ទៅលើឯកទេសចំណេះចំណេញរបស់គាត់តែម្ដងពេលនោះហើយជាចំណុចមួយធ្វើយើងងាយស្រួលក្នុងការបង្រៀនដោយគាត់ផ្ដោតអារម្មណ៍ឬក៏គាត់ research ទៅលើចំណេះចំណេញរបស់គាត់ដោយខ្លួនឯងមិនចាំបាច់យើងពិបាកក្នុងការបង្ហាញច្រើនគ្រាន់តែយើងតម្រង់ទិសទៅលើកម្មវត្ថុដែលគាត់ចង់បានខ្លះឲ្យគាត់ដឹងថាចំណេះចំណេញរបស់គាត់ចេញទៅវិញអាចធ្វើអីខ្លះចា៎នៅវគ្គបន្តនេះខ្ញុំនឹងបង្ហាញអំពីចំណុចតាក់ទងទៅនឹងការតម្រង់ទិសជួបគ្នាសារជាថ្មីម្ដងទៀតហើយពាក់ព័ន្ធទៅនឹងបញ្ហាដំណោះស្រាយចំណុចតាក់ទងទៅនឹងការតម្រង់ទិសសម្រាប់បងប្អូននិស្សិតចា៎ទាំងអស់នេះគឺជាចំណុចសំខាន់ដែរតាក់ទងនឹងតម្រង់ទិសឬក៏ចំណុចគោលដៅចាស់នៅពេលដែលគាត់ចាប់ផ្ដើមយល់ពីគោលដៅច្បាស់លាស់តាក់ទងទៅនឹងអត្ថប្រយោជន៍ហើយយើងតម្រង់ទិសគាត់តែម្ដងចាតម្រង់ទិសនោះមានន័យថាយើងចង់បង្ហាញគាត់ថាតើនៅពេលដែលបងអូនរៀនឯកទេសមួយហ្នឹងបងអូនអាចធ្វើអីបានខ្លះអាចប្រឡងចូលក្របខ័ណ្ឌមន្ត្រីរាជការនៅឆ្នាំទីប្រមាណបានហើយនៅក្នុងឆ្នាំដែលបងអូនសិក្សានោះត្រូវបំពេញលក្ខខណ្ឌអ្វីខ្លះដើម្បីឲ្យយើងត្រៀមខ្លួនក្នុងការប្រឡងហើយនឹងបង្ហាញផ្លូវសម្រាប់គាត់ថាឯកទេសរបស់គាត់នេះមានរៀនត្រៀមសម្រាប់ប្រឡងចូលក្របខ័ណ្ឌនានាក៏ដូចជាប្រឡងវិជ្ជាជីវៈនិងឯកទេសដែលគាត់កំពុងតែសិក្សាតែកត្តាដែលសំខាន់បំផុតនៅក្នុងបញ្ហាតម្រង់ទិសនៅក្នុងឯកទេសរបស់គាត់យើងត្រូវសួរគាត់ឲ្យបានច្បាស់មុនពេលដែលគាត់ចេញទៅប្រឡងក្របខ័ណ្ឌឬក៏ជ្រើសរើសជំនាញដែលគាត់ចូលចិត្តខ្ញុំឧទាហរណ៍តាក់ទងទៅនឹងសមត្ថភាពចំណូលចិត្តដែលគាត់កំពុងតែសិក្សាគាត់ស្រឡាញ់តាក់ទងទៅនឹងវិស័យច្បាប់តែក៏អាចដឹងទាំងអស់ថាក្នុងវិស័យច្បាប់អាចធ្វើអ្វីបានខ្លះទេមានបងប្អូនមួយចំនួនក៏ត្រូវបានចង្អុលបង្ហាញពីឪពុកម្ដាយឲ្យមករៀនមុខវិជ្ជាដែលតាក់ទងទៅនឹងទីផ្សារសង្គមដែលគាត់គិតថាឯកទេសមួយនេះគឺសម្បូរទៅដោយការងារងាយស្រួលក្នុងការប្រឡងចូលឬក៏ធ្វើតេស្តនឹងងាយចូលទៅក្នុងការធ្វើក្នុងវិស័យឯកជនក៏ប៉ុន្តែសម្រាប់ការតម្រង់ទិសនេះនាងខ្ញុំបានបង្ហាញប្រាប់បងប្អូននិស្សិតថាក្នុងមុខវិជ្ជាណាមួយក៏ដោយក៏មានសារៈសំខាន់ដែរមិនមានមុខវិជ្ជាណាមួយដែលមិនមានសារៈសំខាន់ទេខ្ញុំឧទាហរណ៍ដូចជាឯកទេសច្បាប់ឯកទេសរដ្ឋបាលសាធារណៈឯកទេសគណនេយ្យចាទាំងអស់នេះសុទ្ធតែជាឯកទេសដែលមាននៅគ្រប់ស្ថាប័នទាំងអស់គ្មានស្ថាប័នណាមួយដែលគ្មានគណនេយ្យទេចាហើយក៏គ្មានស្ថាប័នណាមួយដែលមិនមានរដ្ឋបាលដែរចាគឺមានទាំងអស់ការយល់ឃើញបែបដែលគាត់នឹកគិតថាតម្រូវទៅលើទីផ្សារសង្គមខ្ញុំទទួលស្គាល់ថាក៏ជាចំណែកមួយដែរប៉ុន្តែគាត់ផ្ដោតសំខាន់អត់បានមើលទៅលើសមត្ថភាពឬក៏ចំណេះជំនាញរបស់កូនគាត់ឬក៏ចំណង់ចំណូលចិត្តមូលហេតុអីបាននាងខ្ញុំលើកទៅលើចំណុចតាក់ទងទៅនឹងសមត្ថភាពនិងចំណង់ចំណូលចិត្តរបស់គាត់ឧទាហរណ៍តាក់ទងទៅនឹងការដែលគាត់ចង់រៀនឯកទេសច្បាប់ប៉ុន្តែសម្រាប់ខ្លួនគាត់
មិនមានសមត្ថភាពរៀនដែលក៏អត់ចូលចិត្តតាក់ទងទៅនឹងទំនាក់ទំនងចាមិនចូលចិត្តនិយាយចាមិនចូលចិត្តដោះស្រាយចាអញ្ចឹងគាត់ចូលចិត្តស្ងប់ស្ងាត់គាត់ចូលចិត្តនៅតែឯងចូលចិត្តអង្គុយមួយកន្លែងធ្វើការអញ្ចឹងតាក់ទងទៅនឹងចំណុចហ្នឹងក៏សំខាន់សម្រាប់គាត់ដែរតាក់ទងទៅនឹងការដែលគាត់ជ្រើសរើសឯកទេសសម្រាប់គាត់រៀនវាអាចប៉ះពាល់ដែរចំណុចហ្នឹងគឺនៅពេលគាត់ជ្រើសជំនាញដែលគាត់រៀនហើយមិនត្រូវនឹងចំណង់ចំណូលចិត្តរបស់គាត់ឬក៏អត្តចរិតរបស់គាត់ក៏ជាផលលំបាកមួយដែរចានៅពេលដែលគាត់ចេញទៅប្រកបវិជ្ជាជីវៈខ្ញុំទទួលស្គាល់ថាការធ្វើការងារឬក៏ការចេញទៅបំពេញកាតព្វកិច្ចនានាពេលអនាគតការងារវាបង្រៀនមនុស្សក៏ប៉ុន្តែកុំភ្លេចថាការងារបង្រៀនមនុស្សមែនប៉ុន្តែប្រសិនបើមនុស្សនោះចូលចិត្តហើយជំនាញដែលយើងមានចំណង់ចំណូលចិត្តគឺលឿននៅក្នុងការដែលចាប់យកហើយនឹងថែមទាំងលក្ខណៈច្នៃប្រឌិតទៀតបូកចំណង់ចំណូលចិត្តគឺវាទៅលឿនតាក់ទងទៅនឹងការរីកចម្រើនហើយជួនកាលសមត្ថភាពរបស់គាត់មិនចូលចិត្តនិយាយផងហើយក៏មិនចូលចិត្តមនុស្សច្រើនមិនចូលចិត្តនិយាយមិនចូលចិត្តមនុស្សច្រើនហើយក៏មិនចូលចិត្តទំនាក់ទំនងហើយឲ្យគាត់ទៅរៀនឯកទេសតាក់ទងវិស័យច្បាប់វាជាផលលំបាកមួយដែរចាតែបើដាក់គាត់ផ្នែកគណនេយ្យដាក់តាក់ទង IT អីអាចគាត់នៅមួយកន្លែងអីចឹងទៅចាអានេះគាត់ជាការយល់ឃើញរបស់នាងខ្ញុំវិញខ្ញុំមិនបដោតថាគាត់មិនអាចធ្វើបានគាត់ធ្វើបានព្រោះដូចខ្ញុំនិយាយខាងដើមចឹងថាការងារវាបង្រៀនយើងឯងប៉ុន្តែវាគ្រាន់តែភាពនៃការរីកចម្រើនវាមិនដូចអ្វីដែលយើងរំពឹងទុកចាចំណុចហ្នឹងក៏សំខាន់ដែរហើយយើងបង្ហាញប្រាប់គាត់ឲ្យបានច្បាស់ថាឯកទេសគាត់អាចប្រឡងនៅក្នុងឆ្នាំទីប្រមាណជាទូទៅនិស្សិតខ្លះមួយចំនួនអាចបានដឹងថាគាត់រៀនឯកទេសហ្នឹងអាចប្រឡងក្របខ័ណ្ឌនៅឆ្នាំទីម៉ានគាត់ផ្ដោតទៅលើគោលដៅអ្នកខ្លះគាត់អត់ដឹងអ្នកខ្លះក៏គាត់ដឹងតាមការ research តាមការដែលណែនាំពីបងប្អូនឬក៏មិត្តភ័ក្តិគាត់អាចដឹងថានៅក្នុងឆ្នាំទី3នៅពេលទទួលបានប្រតិបត្តិបន្ទុកនៅឆ្នាំទី2ជាប់ជាស្ថាពរអាចប្រឡងក្របខ័ណ្ឌបានចាដូចជាប្រព័ន្ធវិស័យមន្ត្រីរាជការក៏មានទទួលនៅក្នុងឆ្នាំទី2ប៉ុន្តែទទួលបានប្រតិបត្តិឆ្នាំទី2លុះត្រាតែយើងចាប់ជាស្ថាពរថាយើងជាប់យើងអាចប្រឡងចូលនៅសាលាភូមិរដ្ឋបាលដែលយើងត្រូវរៀនត្រៀមនៅកន្លែងណាហើយតាក់ទងទៅនឹងវិស័យប្រព័ន្ធតុលាការតាក់ទងនឹងកលាមជីប្រឡងនៅឆ្នាំទី3បានតែពិតឆ្នាំទី2ក៏អាចប្រឡងបានដែរក៏ប៉ុន្តែក៏ត្រូវការប្រតិបត្តិបន្ទុកនៅពេលរៀនចប់ដូច្នេះក៏ត្រូវឡើងឆ្នាំទី3ហើយមុននឹងគាត់ត្រូវប្រឡងចូលក្របខ័ណ្ឌក៏ត្រូវទៅរៀនត្រៀមហើយតើយើងគួរត្រៀមលក្ខណៈអីខ្លះសម្រាប់ត្រៀមប្រឡងនេះក៏ជាចំណុចសំខាន់សម្រាប់ពួកគាត់នៅក្នុងការតម្រង់ទិសដែរចាចំណុចនេះមិនមែនជាភារកិច្ចរបស់គ្រូទាំងស្រុងទេក៏ជាភារកិច្ចរបស់ឪពុកម្ដាយដែរប៉ុន្តែក្នុងនាមជាគ្រូបង្រៀនជាម្ដាយទី2ជាឪពុកទី2យល់ពីបញ្ហាច្បាស់អំពីការតម្រង់ទិសនិងបង្ហាញផ្លូវដូច្នេះហើយគឺជាចំណុចមួយដែលបង្ហាញការគប់ផ្សំទៅនឹងគោលដៅរបស់គាត់តម្រង់ទិសឲ្យគាត់ដឹងអំពីគោលដៅរបស់គាត់គឺជាចំណុចសំខាន់សម្រាប់គាត់នាពេលអនាគតហើយនឹងចំណុចមួយទៀតពាក់ព័ន្ធទៅនឹងការដែលគាត់បំពេញលក្ខខណ្ឌទាំងអស់បានសិក្សាចប់បានចូលទៅធ្វើការនៅក្នុងវិស័យមន្ត្រីរាជការឬក៏វិស័យប្រព័ន្ធតុលាការផ្សារភ្ជាប់ទៅនឹងក្រមសីលធម៌វិជ្ជាជីវៈចាអញ្ចឹងនាងខ្ញុំនឹងផ្សាយបន្តតាក់ទងទៅនឹងបញ្ហាក្រមវិជ្ជាជីវៈនាពេលដែលគាត់ជោគជ័យទៅលើបញ្ហាកត្តាជីវិតរបស់គាត់វាមានផលប្រយោជន៍អ្វីខ្លះសម្រាប់គាត់នេះខ្ញុំសូមលើកយកចំណុចទី3ដែលជាចំណុចសំខាន់ផ្ដោតទៅលើតាក់ទងទៅនឹងសីលធម៌វិជ្ជាជីវៈចាសីលធម៌វិជ្ជាជីវៈនេះគឺសំខាន់ខ្លាំងណាស់
នៅពេលដែលយើងចេញប្រកបការងារនៅពេលយើងរៀនចប់ការបំពេញវិជ្ជាជីវៈដែលតាក់ទងទៅនឹងវិស័យការងាររបស់យើងគឺផ្ដោតលើគុណធម៌សិលធម៌សេចក្តីថ្លៃថ្នូរចំណុចទាំងអស់នេះខ្ញុំផ្ដោតសំខាន់សម្រាប់និស្សិតខ្ញុំប្រាប់គាត់ថាគ្រប់យ៉ាងវាមិនអមតៈមិនថិតថេរដូច្នេះហើយយើងត្រូវចេះបែងចែកឲ្យបានច្បាស់លាស់តាក់ទងទៅនឹងតួនាទីភារកិច្ចការងារហើយនឹងបុគ្គលិកលក្ខណៈផ្ទាល់របស់បុគ្គលយ៉ាងណាមិញសម្រាប់នាងខ្ញុំតែម្ដងនាងខ្ញុំមានចរិតម្យ៉ាងស្រឡាញ់ភាពសាមញ្ញនាងខ្ញុំចូលចិត្តការរស់នៅបែបផែនមានទំនាក់ទំនងហើយខ្ញុំតែងតែបង្រៀននិស្សិតទាំងអស់គ្រប់ជំនាន់ទី1ឲ្យមានទំនាក់ទំនងល្អទី2ចេះយកចិត្តគេដាក់ចិត្តខ្លួនឯងទី3ត្រូវមានគុណធម៌ទី4មានការលះបង់ហើយខ្ញុំតែងតែសួរសំណួរមួយទៅកាន់គាត់ជានិច្ចថាតើបទពិសោធន៍បានមកពីអ្វីក៏តែងតែឆ្លើយក្នុងរូបភាពចម្លើយរបស់គាត់ផ្សេងៗគ្នាដូច្នេះហើយខ្ញុំបានពន្យល់ប្រាប់គាត់ថាតកតងទៅនឹងបទពិសោធន៍បានមកពីការលះបង់គ្មានបុគ្គលណាម្នាក់ដែលនៅពេលដែលបំពេញភារកិច្ចចេញទៅធ្វើការចេញធ្វើពាណិជ្ជកម្មប្រកបអាជីពមួយណាក៏ដោយក៏ត្រូវការថវិកាតកតងកត្តាជីវភាពក៏ប៉ុន្តែគុណតម្លៃវិភាពថ្លៃថ្នូរបូកជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈនៃអាជីពធ្វើឲ្យយើងខ្លាយទៅជាមនុស្សម្នាក់ដែលមានគុណតម្លៃនៅក្នុងសង្គមតាក់ទងទៅនឹងការដែលសេចក្តីថ្លៃថ្នូរយើងពុំចាំបាច់ទាមទារការឲ្យតម្លៃពីបុគ្គលណាម្នាក់ឯងគឺវាកើតចេញពីខ្លួនយើងតែម្ដងកាលណាយើងចេះគោរពវិន័យខ្លួនឯងឲ្យតម្លៃនៃពេលវេលាចេះគោរពអ្នកដទៃចេះគោរពខ្លួនឯងទាំងអស់នេះហើយគឺជាគុណតម្លៃយកគុណតម្លៃយើងទៅប្រើនៅក្នុងការប្រកបវិជ្ជាជីវៈដែលមានក្រមសីលធម៌មានភាពលះបង់មានភាពថ្លៃថ្នូរដោយប្រើពាក្យសម្ដីទៅកាន់បុគ្គលដទៃដោយគោរពដោយចេះឲ្យតម្លៃគេដោយចេះយកចិត្តគេដាក់ចិត្តខ្លួនឯងទាំងអស់នេះគឺជាកត្តាសំខាន់សម្រាប់វិជ្ជាជីវៈរបស់យើងដូចពាក្យចាស់ក៏ពោលថាមនុស្សស្លាប់នៅមានគេឈ្មោះកុំឲ្យមនុស្សស្លាប់ហើយគេឈ្មោះរបស់យើងស្អុយតទៀតចំណុចនេះគឺសំខាន់អញ្ចឹងនាងខ្ញុំចង់បង្ហាញឲ្យគាត់យល់ឃើញថាតាក់ទងទៅនឹងការសិក្សាមានសារៈប្រយោជន៍សំខាន់ទៅលើចំណុចទាំង3ហ្នឹងដូចជាទី1ផ្ដោតទៅលើការតម្រង់ទិសនៃគោលដៅទី2តាក់ទងនឹងក្រមសីលធម៌ជាជីវៈទាំង3ហ្នឹងក្នុងនាមជាគ្រូមុននឹងនាងខ្ញុំធ្វើការបង្រៀនខ្ញុំផ្ដោតទៅលើចំណុចហ្នឹងសំខាន់បំផុតហើយនឹងកត្តាចិត្តសាស្ត្រសម្រាប់គាត់មាននិស្សិតជាច្រើនដែលបោះបង់ចោលការសិក្សាពាក់កណ្ដាលទីដោយសារបញ្ហាកត្តាជីវភាពតែនាងខ្ញុំតែងតែស្វែងយល់ហើយនឹងតម្រង់ទិសគាត់តាក់ទងនឹងកត្តាជីវភាពថាគោលដៅយើងអត់ដល់កត្តាជីវភាពវាត្រូវធ្វើបែបម៉េចដើរទៅផ្លូវណាអ្វីដែលខ្ញុំអាចជួយបានខ្ញុំជួយតាមលទ្ធភាពដែលខ្ញុំអាចដឹងនិងតម្រង់ទៅគាត់ទៅពេលគាត់ជោគជ័យហើយអ្វីដែលខ្ញុំចង់បានពីគាត់ត្រឹមតែកម្រិតមួយគឺតាក់ទងទៅនឹងក្របសីលធម៌ជាជីវៈនៃអាជីពកុំយក
គុណតម្លៃឬក៏កុំយកតួនាទីឋានៈរបស់ខ្លួនប្រើខុសកាលវេលាឬក៏ខុសទីកន្លែងវាធ្វើឲ្យយើងធ្លាក់នៅគុណតម្លៃរបស់ខ្លួនឯងចាសូមអរគុណ